ខ្ញុំហូជីវិតតែតោលដូចខ្យល់រសាត់នឹងផ្សែងមកដល់ស្រុកគេរស់នៅកំសត់ម្នាក់ឯងហត់នឿយមិនហ៊ានត្អូញត្អែព្រោះតែគ្រួសារក្រីក្រស្រុកគេការងារទួធន់ក៏ស៊ូទ្រាំប្រឹងរែកបុនទាំងដៃរងាញញឹកពេលឈឺម្ដងយប់ឡើងពិបាកខ្លាំងណាស់អត់ធ្មត់ព្រោះដើម្បីប្រាក់នេះហើយជីវិតពលករនឹកផ្ទះដែលនៅស្រុកខ្មែរ4ឆ្នាំ10ខែម៉ែអើយកូនម៉ែស៊ូបានសំខាន់ពុកម៉ែបងប្អូនរស់បានសុខសាន្តកូនប្រុសម្នាក់នេះស៊ូបានមិនយូរប៉ុន្មាននឹងវិលថ្ងៃមួយផុតព្រួយទុក្ខាសល់ជីវិតជុំគ្រួសារត្រឡប់ទៅស្រុកខ្មែរអោទេវតាអើយសូមជួយតាមថែរក្សាលោកពុកអ្នកម៉ែថ្លៃថ្លាជាម្ចាស់នៃជីវិតគូរេត្រជាក់នឹកផ្ទះដែលនៅស្រុកខ្មែរ4ឆ្នាំ10ខែម៉ែអើយកូនម៉ែស៊ូបានសំខាន់ពុកម៉ែបងប្អូនរស់បានសុខសាន្តកូនប្រុសម្នាក់នេះស៊ូបានមិនយូរប៉ុន្មាននឹងវិលជួបជុំសង្ឃឹមថ្ងៃមួយផុតព្រួយទុក្ខា